បើជ្រុលជាពួកឯងហ៊ានតតាំងជាមួយអញហើយពួកឯងមិនចេញមុខមកនៅលាក់ខ្លួនដល់ពេលណាទៀតនេះពិតជាដូចអ្វីដែលយើងគិតមែនវាជាក្រហាំងពួកនេះវាកាចសាហាវខ្លាំងណាស់បើអ្នកណាដែលបានជួបវាហើយវាមិនងាយដោះលែងរួចជីវិតនោះទេគេក៏មិនបានឆ្លើយតបមកកាន់ពួកគេវិញនោះដែរណែយឿនឯងឆាប់ឲ្យពួកគេទាំងអស់នេះចេញពីភូមិយើងភ្លាមទៅលបងខ្ញុំអាចធានាបានថារឿងរ៉ាវដែលកើតឡើងនេះមិនមែនជាស្នាដៃរបស់ពួកគាត់ទេព្រោះថាយប់មិញនេះពួកគាត់គឺនៅផ្ទះរបស់ខ្ញុំទាំងអស់ហើយថែមទាំងបានជួយដោះអំពើកូនស្រីរបស់ខ្ញុំទៀតផងយុទ្ធជាមួយមនុស្សក្រុមមួយនោះភ្លាមតែម្ដងបន្ទាប់ពីលោកអ៊ំទាំង3គាត់បានជួយលោកថកែច័ន្ទព្រមទាំងកូនចៅរបស់គាត់2នាក់ឲ្យរួចជីវិតចេញពីព្រៃនោះហើយបានត្រឡប់មកដល់ផ្ទះដោយសុខសាន្តរួចមកគ្រួសាររបស់លោកថកែច័ន្ទក៏បានប្រគល់មាសប្រាក់យ៉ាងច្រើនទៅកាន់ពួកគាត់ប៉ុន្តែពេលនោះគឺពួកគាត់ប្រកែកមិនព្រមទទួលយកនោះទេដោយហេតុតែពួកគាត់ប្រកែកមិនព្រមទទួលយកដូច្នេះលោកថកែច័ន្ទដែលជាអ្នករកស៊ីជួញដូរគោក្របីដ៏ធំប្រចាំតំបន់នេះគាត់ក៏ជូនគោក្របីចំនួន3នឹមទៅកាន់ពួកគាត់ខ្ញុំមិនដឹងថាបានអ្វីសងគុណទៅកាន់ពួកលបងនោះទេបើពួកលបងមិនព្រមទទួលយកដូច្នេះឥឡូវដើម្បីឲ្យខ្ញុំអស់ចិត្តសូមពួកលបងព្រមទទួលយកគោក្របី3នឹមដែលខ្ញុំបានជូនផងចុះនៅពេលដែលពួកគាត់ឮថកែច័ន្ទនិយាយមកកាន់ពួកគាត់ដូច្នេះពួកគាត់ទាំង3ក៏ព្រមទទួលយកគោក្របីដែលលោកថកែច័ន្ទបានជូនមកកាន់ពួកគាត់ប៉ុន្តែពេលនោះគឺគាត់ព្រមទទួលយកតែក្របីមួយនឹមតែប៉ុណ្ណោះហើយពួកគាត់ក៏បានបរទេះក្របីនោះត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញដោយខ្លួនឯងតែម្ដងនៅតាមផ្លូវពួកគាត់ធ្វើដំណើរនោះពួកគាត់បរទេះបណ្ដានិយាយគ្នាបណ្ដាពីរឿងរ៉ាវដែលបានជួបនៅក្នុងព្រៃដ៏ធំមួយនោះលើកទី1ក្នុងជីវិតហើយលបងអើយដែលបានជួបរឿងបែបនេះពិតជាប្លែកអារម្មណ៍ណាស់យីក៏តែឯងថាប្លែកអារម្មណ៍ទៅរួចបើមិនបានលបងសែនទៅជាមួយទេប៉ុណ្ណេះកើតខ្មោចយាមប្រាសាទនោះទៅបាត់ហើយអាម៉ៅកុំសរសើរខ្ញុំពេកលបងបើគ្មានវត្តមានព្រះសង្ឃទុដងមកជួយនោះទេខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាមិនអាចឈ្នះគេបានទេនិយាយអញ្ចឹងលបងខ្ញុំគិតថាទៅលេងមិត្តរបស់ខ្ញុំម្នាក់នៅឯខេត្តសុរិន្ទព្រោះថាខ្ញុំខានជួបគេយូរដែរហើយបើតាមខ្ញុំចាំនោះក្នុងខែនេះកូនស្រីរបស់គេត្រូវរៀបការទៀតផងតើពួកលបងទៅជាមួយខ្ញុំដែរឬអត់មានអីល្អតើលបងព្រោះខ្ញុំក៏ខានចេញក្រៅភូមិស្រុកយូរហើយដែរទៅលេងភូមិស្រុកខាងសុរិន្ទម្ដងមើលក្រែងលោមានអីប្លែកចុះឯងវិញអាម៉ៅទៅដែរឬអត់ហើយគ្នាមានតែ3នាក់បើឯងទៅយើងក៏ទៅដែរហើយណាមួយយើងក៏ខានចេញក្រៅភូមិស្រុកយូរហើយដែរចេញម្ដងទៅហើយឮថាទៅខាងសុរិន្ទទៀតយើងក៏ចង់ទៅដែរបន្ទាប់ពីពួកគាត់គិតគ្នារួចពួកគាត់ក៏សម្រេចចិត្តថាធ្វើដំណើរដោយជិះរទេះក្របីនេះទៅតែម្ដងតែដោយហេតុតែការធ្វើដំណើរដោយសត្វក្របីគឺត្រូវចំណាយពេលយូរនិងត្រូវឈប់សម្រាកតាមផ្លូវជាច្រើនហើយនៅសម័យនោះផ្លូវក៏ពិបាកធ្វើដំណើរខ្លាំងណាស់បើសិនជាពួកគាត់ត្រូវធ្វើដំណើរឆ្ងាយដូចនេះទៀតពួកគាត់ក៏ត្រូវធ្វើដំណើរឆ្លងកាត់ភូមិស្រុកនិងព្រៃតូចធំនៅតាមតំបន់នីមួយៗផងដែរដោយហេតុតែពួកគាត់ត្រូវធ្វើដំណើរច្រើនថ្ងៃពេលខ្លះពួកគាត់ក៏ឈប់សម្រាកនៅក្រោមដើមឈើក្បែរស្រុកភូមិហើយពេលខ្លះទៀតពួកគាត់ក៏បានសម្រាកនៅក្នុងវត្តតាមបណ្ដាភូមិស្រុកដែលពួកគាត់បានឆ្លងកាត់នោះដោយហេតុតែអ៊ំម៉ៅគាត់ក៏ចេះផ្សំថ្នាំខ្មែរបុរាណផងនោះគាត់ក៏តែងតែជួយព្យាបាលដល់បងប្អូនអ្នកភូមិដែលមានជំងឺស្រាលធ្ងន់ទៅតាមលទ្ធភាពដែលគាត់អាចជួយបានហេតុដូច្នេះហើយទើបពួកគាត់តែងតែទទួលបានការអរគុណនិងគោរពស្រឡាញ់អំពីបងប្អូនអ្នកភូមិទាំងអស់នោះរហូតដល់មានភូមិខ្លះក៏អញ្ជើញឲ្យគាត់ទៅនៅទីនោះតែម្ដងដោយពួកគេសុខចិត្តសាងសង់ផ្ទះឲ្យពួកគាត់ទាំង3ក៏មានឲ្យតែពួកគាត់ព្រមនៅប៉ុន្តែពួកគាត់ក៏តែងតែបដិសេធនិងអរគុណនៅទឹកចិត្តរបស់ពួកគេ
នៅថ្ងៃមួយពួកអ៊ំទាំង3គាត់បានទៅដល់ភូមិមួយប៉ុន្តែពេលដែលពួកគាត់ទៅដល់ភូមិនោះទស្សនវិជ្ជាដែលពួកគាត់បានឃើញនោះគឺបងប្អូនអ្នកភូមិជាច្រើនកំពុងតែបានឈប់ដុំគ្នាស្រែកនៅមុខផ្ទះឈើមួយដូចជាមានចំនួនដូចនេះឯងពេលនោះពួកគាត់ទាំង3ក៏បានដើរចូលទៅមើលហេតុការណ៍នោះពេលដែលពួកគាត់ទាំង3បានដើរទៅដល់ក៏ស្រាប់តែបានឃើញស្ត្រីចំណាស់ម្នាក់កំពុងតែត្រូវបានគេចងផ្អោបគាត់ទៅនឹងសសរផ្ទះហើយនៅក្បែរនោះក៏មានមនុស្សម្នាក់កំពុងតែដេកឈឺនៅលើគ្រែផងដែរអត់ទូលបងតើគេមានរឿងអីដែរពួកអ្នកភូមិគិតថាម្ដាយនាងឡៃគឺជាអាបពេលនោះពួកគាត់ទាំង3ក៏បានសម្លឹងមើលទៅមុខស្ត្រីម្នាក់នោះដោយហេតុតែពួកគាត់ជាអ្នកចេះនៅរបៀបអាគមនិងជាអ្នកធ្លាប់ឆ្លងកាត់នៅរឿងរ៉ាវបែបនេះគឺពួកគាត់បានមើលដឹងថាស្ត្រីម្នាក់នោះមិនមែនជាអាបធ្មប់នោះទេហើយពួកអ្នកភូមិចាប់ចងគាត់ដូច្នេះក៏ដោយសារតែពួកគេគិតថាស្ត្រីម្នាក់នេះគឺជាអ្នកអាបធ្វើអំពើទៅដល់អ្នកភូមិទាំងអស់នោះណាជៀនឯងគិតដូចយើងឬអត់មែនហើយមិនក៏ពួកគេធ្វើបែបនេះអាណិតគ្នាណាស់ពេលនោះពួកគាត់ក៏បានចូលទៅនិយាយបញ្ជាក់ប្រាប់ទៅកាន់អ្នកភូមិថាស្ត្រីម្នាក់នេះគឺមិនមែនជាអាបធ្មប់នោះទេប៉ុន្តែដោយហេតុតែពួកគាត់ជាមនុស្សប្លែកមុខនិងពួកគេមិនស្គាល់ពួកគេក៏មិនទាន់ជឿនៅអ្វីៗដែលពួកគាត់បាននិយាយនោះទេបងប្អូនទាំងអស់គ្នាបើតាមតែខ្ញុំធ្លាប់ជួបរឿងរ៉ាវនេះច្រើនដងមកហើយខ្ញុំឃើញថាស្ត្រីម្នាក់នេះមិនមែនជាអាបធ្មប់នោះទេដោយហេតុតែពួកគេមិនជឿដូច្នេះពួកគាត់ក៏បានមើលទៅអ្នកជំងឺដែលនៅលើគ្រែនោះពេលដែលអ៊ំម៉ៅគាត់បានពិនិត្យមើលឃើញថាគេគ្រាន់តែចុកពោះធម្មតាតែប៉ុណ្ណោះហើយពេលនោះអ៊ំម៉ៅក៏បានប្រាប់ឲ្យអ្នកភូមិរកថ្នាំឬឈើទៅតាមអ្វីដែលគាត់បានប្រាប់ពេលដែលអ្នកភូមិបានយកថ្នាំទៅតាមអ៊ំម៉ៅបានប្រាប់រួចមកអ៊ំម៉ៅក៏បានផ្សាយផ្សំថ្នាំនោះឲ្យអ្នកជំងឺដែលនៅលើគ្រែនោះផឹកពេលដែលអ្នកជំងឺនោះផឹកមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែអាការៈចុកពោះរបស់គេបានធូរស្រាលបន្តិចពេលនោះអ៊ំម៉ៅគាត់ក៏បាននិយាយបញ្ជាក់ម្ដងទៀតថាស្ត្រីម្នាក់នេះគឺមិនមែនជាអាបធ្មប់នោះទេពេលនោះដោយហេតុតែអ្នកភូមិឃើញច្បាស់នឹងភ្នែកថាគេគឺគ្រាន់តែចុកពោះធម្មតាតែប៉ុណ្ណោះពេលនោះពួកគេក៏បានជឿទៅកាន់ពួកអ៊ំទាំង3ហើយពេលនោះពួកគេក៏បានអរគុណទៅកាន់ពួកគាត់និងសុំទោសទៅកាន់គ្រួសារដែលពួកគេបានចោទប្រកាន់នោះហើយថ្ងៃនោះគ្រួសាររបស់មីងឡែមក៏បានអរគុណទៅកាន់ពួកគាត់ទាំង3និងបានអញ្ជើញឲ្យពួកគាត់ហូបបាយនៅផ្ទះរបស់គាត់និងសម្រាកនៅទីនោះមួយយប់ផងដែរហើយពេលនោះពួកគាត់ទាំង3ក៏មិនបានប្រកែកនោះទេព្រោះថាបើពួកគាត់ធ្វើដំណើរទៅទៀតក៏មិនបានប៉ុន្មានមេឃក៏យប់បាត់ទៅហើយខ្ញុំពិតជាអរគុណពួកលោកបងខ្លាំងណាស់ដែលបានមកជួយគ្រួសារខ្ញុំបើមិនដូច្នេះទេប្រហែលពេលនេះពួកខ្ញុំត្រូវបានពួកគេបណ្ដេញចេញពីភូមិបាត់ទៅហើយចុះតើពួកលោកបងទាំង3អញ្ជើញទៅណាមកណាដែរបានជាមកដល់ទីនេះពួកខ្ញុំទាំង3គឺទៅលេងនៅខេត្តសុរិន្ទព្រោះថាមានកិច្ចការរវល់នៅទីនោះលុះដល់ព្រឹកឡើងពួកគាត់ក៏បានបន្តដំណើរទៅមុខទៀតពេលដែលពួកគាត់ធ្វើដំណើរអស់រយៈពេលប្រមាណថ្ងៃពួកគាត់ក៏បានទៅដល់ភូមិមួយដែលស្ថិតនៅកណ្ដាលព្រៃដែលមើលទៅភូមិនោះក៏មានសភាពចម្លែកខុសពីភូមិដទៃព្រោះថាផ្ទះរបស់ពួកគេតូចនិងមានសភាពដូចគ្នាស្ទើរតែទាំងអស់ពេលដែលពួកគាត់បរទេះចូលទៅដល់ក្នុងភូមិនោះឃើញថាអ្នកភូមិនោះក៏នាំគ្នាឈរសម្លឹងមកកាន់ពួកគាត់ប៉ុន្តែអ្វីដែលចម្លែកនោះគឺភូមិនោះមើលទៅក៏ហាក់បីដូចជាមិនមានមនុស្សប្រុសនោះទេគឺមានតែមនុស្សស្រីនិងកូនក្មេងរត់លេងនិងឈរមើលមកកាន់ពួកគាត់តែប៉ុណ្ណោះមើលទៅទីនេះមិនសមណាមានភូមិសោះភូមិអីមកនៅដាច់ឆ្ងាយកណ្ដាលព្រៃតែឯនេះទៅវិញពេលនោះអ៊ំម៉ៅនិងអ៊ំជៀនគាត់ក៏ធ្លាប់បានឆ្លងកាត់នៅរឿងរ៉ាវនេះជាច្រើនដងជាច្រើនសារណាស់មកហើយពេលនោះមើលទៅពួកគាត់ទាំងពីរក៏ហាក់បីដូចជាស្មានដឹងនៅរឿងអ្វីមួយគិតយ៉ាងម៉េចទៀតអាជៀនមានគិតយ៉ាងម៉េចទៀតទេទៅមុខបន្តទៀតទៅថយក្រោយក៏ជួបទៅមុខក៏ជួបពេលនោះពួកគាត់ក៏បន្តធ្វើដំណើរទៅមុខទៀតដោយនៅខាងមុខនោះ
គឺពួកគាត់ត្រូវធ្វើដំណើរឆ្លងកាត់ព្រៃធំមួយដែលនៅមិនឆ្ងាយពីភូមិនេះប៉ុន្មាននោះទេពួកឯងដែលនៅលើរទេះនោះឆាប់ទុកទ្រព្យសម្បត្តិទាំងអស់របស់ពួកឯងព្រមទាំងរទេះគោនេះហើយចាក់ចេញបើចង់មានជីវិតរស់នោះ គ្រាន់តែបានឮដូច្នេះភ្លាមពួកគាត់ក៏ដឹងថាពេលនេះពួកគាត់កំពុងតែត្រូវបានចោលប្លន់ពួកគាត់ប៉ុន្តែពួកគាត់ទាំង3គឺហាក់បីដូចជាត្រៀមខ្លួនរួចជាស្រេចទៅហើយពេលនោះពួកគាត់ទាំង3ក៏បានស្ទុះទៅពួនមកខាងដើមឈើធំមួយដោយនៅក្នុងដៃរបស់ពួកគាត់ក៏មានកាំភ្លើងម្នាក់មួយដើមផងដែរគ្រាន់តែពួកគេបានឃើញពួកគាត់រៀបនឹងតដៃទាំងពួកគេដូច្នេះពួកគេក៏បានបាញ់សម្ដៅមកកាន់ពួកគាត់ជាច្រើនគ្រាប់ពេលនោះពួកគាត់ក៏បានបាញ់តតាំងគ្នាទៅវិញទៅមកធ្វើឲ្យពេលនោះសំឡេងកំភ្លើងក៏បានលាន់រំពងពេញតែព្រៃនោះគ្រាន់តែពួកចោរទាំងអស់នោះបានដឹងថាពួកគាត់មានកំភ្លើងដែរនោះពួកគេក៏មិនហ៊ានសម្រុកចូលប្លន់នោះដែរហើយពេលនោះពួកគាត់ក៏ស្ដាប់ទៅតាមសំឡេងកំភ្លើងពួកគាត់ក៏ដឹងថាបើតាមតែស្ដាប់សំឡេងកំភ្លើងពួកគេមើលទៅពួកគេប្រហែលជាមានកំភ្លើងតែមួយដងពីរដងប៉ុណ្ណោះលបងដោយបន្លាយពេលកាន់តែយូរនោះពេលនោះក៏មានមនុស្សម្នាក់ក្នុងចំណោមពួកចោរទាំងអស់នោះបានចេញមកក្រៅដែលមើលទៅខ្លួនគេក៏ពោពេញទៅដោយសាក់យ័ន្តហាក់បីដូចជាអ្នកចេះនៅរបៀនមន្តអាគមដូចនេះឯងពេលនោះចោរម្នាក់នោះក៏បានស្រែកថាបើជ្រុលជាពួកឯងហ៊ានតតាំងជាមួយអញហើយពួកឯងមិនចេញមុខមកនៅលាក់ខ្លួនដល់ពេលណាទៀតពេលនោះពួកគាត់ទាំង3ក៏បានចេញមកពិតមែនប៉ុន្តែពេលនោះពួកគាត់គឺចេញមកជាមួយក្របីអាគមបានរត់ស្ទុះទៅជល់បរិសម្នាក់ដែលបានឈរស្រែកនោះនេះក៏ដោយហេតុតែពួកគាត់មិនចង់សម្លាប់ពួកគេនោះទេទើបពួកគាត់បានឡាចឲ្យពួកគេខ្លាចតែប៉ុណ្ណោះពេលនោះបរិសម្នាក់ដែលជាមេចៅនោះគ្រាន់តែឃើញនៅអំណាចក្របីអាគមនោះគេក៏ដឹងថាមិនអាចតតាំងឈ្នះពួកគាត់បាននោះទេពេលនោះពួកគេទាំងអស់គ្នាក៏បានត្រឹមតែលុតជង្គង់សូមឲ្យពួកគាត់ទុកជីវិតឲ្យពួកគេតែប៉ុណ្ណោះនិងសន្យាថាពួកគេមិនឆក់ប្លន់ទៀតឡើយហើយពួកគេនឹងរំសាយក្រុមចៅរបស់ពួកគេមួយនេះពួកឯងទាំងអស់គ្នានេះមានដៃមានជើងមានកម្លាំងមិនគិតធ្វើអ្វីដែលសុចរិតទេបែរជាមកឆក់ប្លន់ធ្វើបាបបងប្អូនដែលឆ្លងកាត់នៅទីនេះទៅវិញយើងមិនសម្លាប់ពួកឯងនេះមិនមែនយើងអាណិតពួកឯងទេតែយើងអាណិតប្រពន្ធនិងកូនពួកឯងដែលគ្នាចូលរងចាំពួកឯងនៅផ្ទះឯនោះទេបន្ទាប់ពីពួកគាត់បានកម្ចាត់ក្រុមចៅព្រៃមួយក្រុមតូចនោះរួចមកពួកគាត់ក៏បន្តធ្វើដំណើរទៅកាន់ផ្ទះរបស់សម្លាញ់របស់អ៊ំសែនដែលនៅទីនោះគឺនៅឯខេត្តសុរិន្ទឯណោះព្រោះថាកូនស្រីរបស់គេដែលត្រូវជាក្មួយរបស់អ៊ំសែននោះក៏ចិត្តដល់ថ្ងៃរៀបមង្គលការកសាងគ្រួសារថ្មីផងដែរនៅពេលដែលពួកគាត់ធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃរួចមកពួកគាត់ក៏បានធ្វើដំណើរទៅដល់ភូមិជនបទមួយដែលស្ថិតនៅក្នុងខេត្តសុរិន្ទហើយមើលទៅភូមិស្រុកនោះក៏មានបងប្អូនរស់នៅយ៉ាងច្រើនកុះករហើយមើលទៅរបៀបរបបនៃការរស់នៅរបស់ពួកគាត់ក៏ហាក់បីដូចជាខ្មែរកណ្ដាលដូចនេះឯងហើយភូមិមួយនោះគឺជាភូមិរបស់ក្លៅម្រាក់របស់អ៊ំសែននោះឯងប៉ុន្តែផ្ទះរបស់មិត្តអ៊ំសែននោះគឺមិននៅកណ្ដាលភូមិដូចគេនោះទេគឺផ្ទះរបស់គាត់គឺនៅឯចុងភូមិឯណោះពលគឺផ្ទះរបស់គាត់នៅជិតឯវាលស្រែហើយបើគិតទៅគឺមានចម្ងាយឆ្ងាយពីភូមិនេះប្រហែលជា1ទៅ2គីឡូតែប៉ុណ្ណោះនៅពេលដែលពួកគាត់ធ្វើដំណើរឆ្លងកាត់ភូមិនោះបានមួយសន្ទុះពេលនោះពួកគាត់ក៏បានទៅដល់ផ្ទះរបស់មិត្តភ័ក្តិរបស់អ៊ំសែនប៉ុន្តែពេលដែលពួកគាត់បានទៅដល់ផ្ទះនោះពួកគាត់ក៏ស្រាប់តែមានអារម្មណ៍ចម្លែកយ៉ាងខ្លាំងព្រោះថាផ្ទះដែលមានកូនជិតដល់ថ្ងៃរៀបមង្គលការទាំងមូលតែបែរជាមិនមានឃើញរៀបចំអ្វីទាល់តែសោះ
ហើយពេលនោះក៏ឃើញតែអ្នកភូមិពីរបីនាក់កំពុងតែអង្គុយពិភាក្សាជាមួយម្ចាស់ផ្ទះតែប៉ុណ្ណោះពេលនោះអ៊ំយឿនដែលត្រូវជាសម្លាញ់របស់អ៊ំសែនគាត់ក៏បានដើរចេញមកទទួលអ៊ំសែនប៉ុន្តែមើលទៅទឹកមុខគាត់គឺមិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេគឺហាក់បីដូចជាក្រៀមក្រំនឹងមានរឿងអ្វីមួយដែលចង់និយាយប្រាប់មកកាន់អ៊ំសែនដូចនេះឯងពេលដែលអ៊ំសែនបានឃើញទឹកមុខរបស់សម្លាញ់គាត់ដូចនេះហើយគាត់ក៏បានសួរនាំទៅកាន់អ៊ំយឿនដែលជាសម្លាញ់របស់គាត់ពេលនោះគាត់ក៏បានប្រាប់រឿងរ៉ាវដែលធ្វើឲ្យគាត់ពន្យាពេលថ្ងៃរៀបការរបស់កូនគាត់នោះក៏ព្រោះតែកូនស្រីគាត់ក៏ស្រាប់តែធ្លាក់ខ្លួនឈឺភ្លាមៗយ៉ាងចម្លែកតែម្ដងហើយពេលនោះគាត់ក៏បានឲ្យគេទៅរកអ៊ំសែនដែរតែអ៊ំសែនមិននៅនោះក៏ដោយហេតុតែពេលនោះអ៊ំសែនគាត់បានចូលទៅក្នុងព្រៃនៅពេលនោះគ្រាន់តែពួកគាត់ទាំង3បានឃើញសភាពរបស់កូនអ៊ំយឿនដូច្នេះគាត់ក៏ដឹងថានាងគឺច្បាស់ជាត្រូវអំពើគេជាមិនខានពេលនោះអ៊ំសែនគាត់ក៏បានឲ្យអ៊ំជៀនមើលក្មួយស្រីរបស់គាត់ឲ្យកាន់តែច្បាស់ព្រោះថាខាងដោះអំពើអំព័ន្ធអ្វីនោះគឺអ៊ំជៀនគាត់យល់ច្បាស់នឹងពូកែខ្លាំងណាស់ពេលដែលអ៊ំជៀនបានមើលនោះគាត់ក៏បានដឹងថាគេពិតជាត្រូវអំពើរបស់នរណាម្នាក់ពិតប្រាកដមែនពិតជាដូចលបងក្តៅលបងក្មេងស្រីម្នាក់នេះពិតជាត្រូវអំពើគេមែនណែយឿនគ្រួសារឯងដែលមានចំនួនជាមួយអ្នកភូមិណាដែរឬអត់ទេយើងមិនដែលមានចំនួនជាមួយបងប្អូនអ្នកភូមិណាទេហើយយើងនៅទីនេះមួយអាយុហើយមិនដែលឮថាមានគ្រូអាគមនៅក្នុងភូមិនេះទេតើកូនស្រីយើងគេត្រូវអំពើគេបានយ៉ាងម៉េចមើលទៅកូនស្រីលបងជិតដល់ថ្ងៃរៀបការហើយមានអ្នកណាគេស្រឡាញ់ក្រៅពីក្មួយប្រុសនេះឬអត់ព្រោះថាអំពើនេះបើគេធ្វើឲ្យស្លាប់គឺនាងស្លាប់យូរហើយប៉ុន្តែនេះគេគ្រាន់តែធ្វើគំរាមយើងតែប៉ុណ្ណោះពេលនោះអ៊ំយឿនគាត់ក៏បានសួរទៅកាន់បុរសម្នាក់ដែលត្រូវជាកូនប្រសាររបស់គាត់នោះតើដែលមានអ្នកណាដែលជាសត្រូវស្នេហារបស់ពួកគេដែរឬទេពេលនោះគេក៏បាននិយាយពីបុរសម្នាក់ដែលលួចស្រឡាញ់និងតែងតែញ៉ៃញងមកកាន់គូដណ្ដឹងរបស់គេហើយគេគឺរស់នៅភូមិមួយទៀតឯណោះក្រោយពីបានស្ដាប់រួចអ៊ំជៀនក៏បានប្រាប់ឲ្យពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញហើយយប់នោះអ៊ំជៀនក៏បានរៀបចំដោះអំពើនៅខាងក្នុងផ្ទះនោះស្របជាមួយគ្នានោះដែរគាត់ក៏បានផ្ដាំទៅគ្រួសាររបស់អ៊ំយឿនថាទោះបីជាមានឮសំឡេងអ្វីក៏ដោយក៏កុំឲ្យចុះទៅខាងក្រោមផ្ទះជាដាច់ខាតនៅរាត្រីយប់នោះអ្នកភូមិគ្រប់ផ្ទះក៏ចូលសម្រាមស្កាត់ភូមិឮតែសំឡេងឆ្កែលូតែប៉ុណ្ណោះហើយពេលនោះអ៊ំជៀនគាត់ក៏កំពុងតែធ្វើពិធីដោះអំពើឲ្យកូនស្រីរបស់អ៊ំយឿនទៅតាមក្បួនខ្នាតនៃមន្តអាគមរបស់គាត់ពេលនោះអ៊ំជៀនគាត់ក៏បានយកស្លឹកម្លូច្បូតពីពោះរហូតដល់ចុងជើងនិងបានយកទឹកមួយផ្តិលដែលបានសូត្រសែបនៅបាលីគាថារួចជាស្រេចហើយក៏ឲ្យទឹកនោះទៅកាន់កូនស្រីរបស់អ៊ំយឿនផឹកនៅពេលដែលគាត់កំពុងតែព្យាយាមដោះអំពើនោះក៏ស្រាប់តែមានសំឡេងគោះទ្វារនៅខាងក្រៅហើយនិយាយថាយ៉ាងម៉េចហើយយឿនអើយកូនឯងយ៉ាងម៉េចហើយបើកទ្វារអញចូលទៅមើលក្មួយបន្តិចមើលពេលនោះគ្រួសាររបស់អ៊ំយឿនគាត់ក៏បានចាំនៅសម្ដីដើមជៀនបានហាម5ទៅកាន់ពួកគាត់ពេលនោះពួកគាត់ក៏មិនបានឆ្លើយតបទៅកាន់សម្លេងនោះវិញទេពេលដែលមិនបានឮសម្លេងឆ្លើយតបដូច្នេះសម្លេងនោះក៏កាន់តែនិយាយដដែលនឹងគោះទ្វារកាន់តែខ្លាំងទៅណែតើឯងជាអ្នកណាមកពីណាបានជាព្យាយាមធ្វើបាបក្មេងដូច្នេះកុំមកធ្វើបាបក្មួយអញបើមិនចង់ងាប់នោះគ្រាន់តែអ៊ំសាននិយាយរួចភ្លាមសម្លេងមួយនោះក៏ស្រាប់តែបាត់ភ្លាមតែម្ដងតែពេលដែលសម្លេងស្ងាត់មិនបានប៉ុន្មានផងនៅខាងក្រៅក៏ស្រាប់តែមានសន្លេងកណ្ដឹងនិងសម្លេងសត្វដើរឬសូរប្រឹបហើយក៏បានរោនៅខាងក្រោមផ្ទះនោះពេលដែលពួកគាត់សម្លឹងមើលទៅនោះទើបដឹងថាវាគឺជាសត្វក្របីអានេះវាចង់សាក់មែនទេតើពេលនោះអ៊ំម៉ៅគាត់ក៏បានចុះទៅលើផ្ទះហើយក៏បានទាញយកគ្រូក្របីសូនរបស់គាត់ចេញមកពេលនោះគ្រាន់តែក្របីនោះបានឃើញអ៊ំម៉ៅភ្លាមវាក៏ស្រាប់តែប្រែក្លាយភ្នែកទៅជាពណ៌ក្រហមគួរឲ្យខ្លាចហាក់បីដូចជាស្រីឃ្លានចង់ចូលសម្លាប់ទៅកាន់អ៊ំម៉ៅដូចនេះឯងប៉ុន្តែពេលនោះអ៊ំម៉ៅគាត់ក៏បានសូត្របរិកម្មគាថាបង្កើតបានជាសត្វក្របីអាគមទៅជល់ជាមួយនឹងក្របីមួយនោះពេលនោះ
សត្វអាគមទាំងពីរក៏បានប្រយុទ្ធគ្នាធ្វើឲ្យបាក់ដើមចេកដួលរពិតរបាយពេញតែនោះមើលទៅមិត្តរបស់ឯងគាត់ក៏មិនធម្មតាដែរយើងពិតជាចង់ដឹងខ្លាំងណាស់ថាតើវាជាអ្នកណាបានជាមកធ្វើដាក់គ្រួសារយើងបែបនេះពេលដែលសត្វទាំងពីរប្រយុទ្ធគ្នាបានមួយសន្ទុះសំឡេងសម្រែករបស់សត្វក្របីនោះក៏បានស្រែកដោយការឈឺចាប់ហើយក៏រលាយបាត់ទៅលុះដល់ព្រឹកឡើងនៅខាងមុខផ្ទះរបស់អ៊ំយឿនក៏ស្រាប់តែមានបងប្អូនអ្នកភូមិព្រមទាំងលោកមេភូមិបាននាំគ្នាមកឈរនៅមុខផ្ទះហើយក៏បានស្រែកហៅអ៊ំយឿនដូចជាមានរឿងអ្វីបានកើតឡើងដូចនេះឯងនៅពេលដែលអ៊ំយឿនព្រមទាំងអ៊ំទាំង3បានមកដល់នោះពេលនោះអ្នកភូមិក៏បានប្រាប់អ៊ំយឿនដេញអ៊ំទាំង3ឲ្យចេញពីភូមិស្រុករបស់ពួកគេទៅនេះក៏ព្រោះតែពួកគេគិតថាពួកគាត់ទាំង3គឺជាគ្រូអាគមដែលចេះអំពើអាបធ្មប់ហើយនោះក៏ដោយសារតែកាលពីយប់មិញសត្វគោក្របីមន្ទីររបស់អ្នកភូមិមានការស្លាប់ជាច្រើនផងដែរណែយឿនឯងឆាប់ឲ្យពួកគេទាំងអស់នេះចេញពីភូមិយើងភ្លាមទៅលបងខ្ញុំអាចធានាបានថារឿងរ៉ាវដែលកើតឡើងនេះមិនមែនជាស្នាដៃរបស់ពួកគាត់ទេព្រោះថាយប់មិញនេះពួកគាត់គឺនៅផ្ទះរបស់ខ្ញុំទាំងអស់ហើយថែមទាំងបានជួយដោះអំពើកូនស្រីរបស់ខ្ញុំទៀតផងណែកុំឲ្យមានរឿងវែងឆ្ងាយជាងនេះទៀតអីព្រោះថាអ្នកភូមិកំពុងតែខឹងសម្បារខ្លាំងណាស់មែនហើយពូយឿននៅក្នុងស្រុកភូមិយើងនេះមិនដែលមានគ្រូអាគមអូមអាមហើយក៏មិនដែលមានរឿងរ៉ាវបែបនេះកើតឡើងដែរគ្រាន់តែពួកគេចូលមកភ្លាមបានតែមួយថ្ងៃសោះក៏ស្រាប់តែមានរឿងនេះកើតឡើងនេះបញ្ជាក់ថាវាជាស្នាដៃរបស់ពួកគេច្បាស់ណាស់តើអ្នកទាំងអស់គ្នាសំអាងអ្វីបានជាចោទគេដូចនេះពេលនោះគេក៏បានប្រាប់ហេតុការណ៍ដែលគេបានជួបកាលពីយប់មិញគឺថាយប់នោះពេលដែលគេកំពុងតែដេកសម្រានលងលក់នៅលើផ្ទះរបស់គេនោះក៏ស្រាប់តែគេបានឮសំឡេងសត្វមាន់របស់គេស្រែកពេញតែក្នុងទ្រុងហាក់បីដូចជាមានអ្វីម្យ៉ាងកំពុងតែយីវាដូចនេះឯងហើយពេលនោះគេក៏បានចុះពីលើផ្ទះរបស់គេចុះទៅខាងក្រោមដើម្បីទៅមើលសត្វមាន់របស់គេនោះប៉ុន្តែពេលដែលគេចុះទៅដល់អ្វីដែលគេឃើញនោះគឺសត្វឆ្កែភ្នែកពណ៌ក្រហមហើយមានដំបៅពេញតែខ្លួនហាក់បីដូចជាសត្វឆ្កែបិសាចដូចនេះឯងហើយពេលនោះសត្វឆ្កែមួយក្បាលនោះវាកំពុងតែខំពាំសត្វមាន់របស់គាត់នៅនឹងមាត់ពេលដែលវាបានឃើញគាត់ភ្លាមវាក៏ស្រាប់តែស្ទុះចេញពីផ្ទះរបស់គាត់បាត់ទៅលបងបើវាជាអ្វីដូចដែលខ្ញុំនឹងអាម៉ៅគិតនោះយប់នេះវាច្បាស់ជាមកជាមិនខានយប់នេះមិនថាមានរឿងអ្វីកើតឡើងក៏ដោយមិនត្រូវទុកឲ្យកូនស្រីឯងគេនៅម្នាក់ឯងជាដាច់ខាតយើងមិនចង់មកលេងឯងឲ្យធ្វើឲ្យពិបាកដល់គ្រួសារឯងទេយើងទៅសិនហើយពេលនោះដោយសារតែពួកគាត់មិនចង់ឲ្យពិបាកដល់ម្ចាស់ផ្ទះពួកគាត់ក៏ព្រមចាកចេញពីភូមិនោះនៅពេលដែលពួកគាត់ត្រូវបានអ្នកភូមិដេញពួកគាត់ចេញពីភូមិនោះពួកគាត់ក៏ព្រមចាកចេញទាំងមិនបានខឹងសម្បារទៅកាន់អ្នកភូមិទាំងអស់នោះទេប៉ុន្តែអ្វីដែលគាត់ខឹងនឹងហួសចិត្តនោះគ្រូអាគមអ្នកនោះមិនគួរណាធ្វើបែបនេះសោះនៅវេលាថ្ងៃដដែលនោះអ្នកភូមិទាំងអស់នោះក៏បានចាត់គ្នាយាមទៅតាមភូមិព្រោះខ្លាចមានរឿងរ៉ាវចម្លែកបានកើតឡើងពេលយប់កណ្ដាលរាត្រីយប់នោះពន្លឺព្រះខែពេញវងចាស់ពន្លឺមកធ្វើឲ្យពេលនោះមិនសូវជាងងឹតប៉ុន្មាននោះទេនៅតាមភូមិក៏ឮតែសំឡេងឆ្កែលូអមជាមួយសំឡេងចង្រិតយំត្រហឹងពេញកណ្ដាលរាត្រីចំណែកអ៊ំម៉ៅអ៊ំជៀននិងអ៊ំសែនពួកគាត់ទាំង3ក៏បានសម្រាកអាំងភ្លើងនៅក្នុងព្រៃដែលនៅមិនឆ្ងាយពីភូមិនេះប៉ុន្មាននោះទេនៅពេលដែលពួកអ៊ំទាំង3កំពុងតែអង្គុយអាំងភ្លើងនៅក្នុងព្រៃក្បែរភូមិនោះពួកគាត់ក៏និយាយតាក់ទងទៅនឹងរឿងរ៉ាវដែលអាចនឹងកើតឡើងនៅយប់នេះព្រោះថាអ៊ំជៀននៅពេលដែលគាត់ដោះអំពើនឹងតតាំងមន្តអាគមនៅយប់នោះគាត់ក៏អាចស្មានដឹងថានោះគឺជាអ្វីដែលកំពុងតែតតាំងមន្តអាគមជាមួយគាត់នោះ
ដូច្នេះយប់នេះគាត់ក៏មិនបានទៅឆ្ងាយពីភូមិនោះប៉ុន្មាននោះដែរពោលគឺព្រៃមួយនេះវាគ្រាន់តែជាព្រៃតូចមួយដែលស្ថិតនៅក្បែរភូមិដែលពួកគាត់បានចាក់ចេញមកតែប៉ុណ្ណោះនេះពិតជាដូចអ្វីដែលយើងគិតមែនវាជាក្រហាំងពួកនេះវាកាចសាហាវខ្លាំងណាស់បើអ្នកណាដែលបានជួបវាហើយវាមិនងាយដោះលែងរួចជីវិតនោះទេក្រឡេកមកមើលនៅក្នុងភូមិនេះវិញកណ្ដាលរាត្រីក្រោមពន្លឺព្រះខែពេញវងជះពន្លឺទម្លុះប្រឡោះនៃមេឃឈើធ្វើឲ្យភ្លឺស្រាងអាចមើលឃើញគ្នាទៅវិញទៅមកនៅក្នុងភូមិគេក៏បានចាត់កម្លាំងឲ្យដូរវេនគ្នាយាមល្បាតពីដើមភូមិរហូតដល់ចុងភូមិហើយយប់នោះអ៊ំយឿនដែលជាមិត្តរបស់អ៊ំសែនព្រមទាំងមេភូមិគាត់ក៏មានវត្តមាននៅទីនេះផងដែរត្បិតតែអ៊ំយឿនខឹងនឹងអ្នកភូមិដែលបានបណ្ដេញមិត្តរបស់គាត់ចេញពីភូមិក៏ពិតមែនប៉ុន្តែពេលនេះស្រុកភូមិកំពុងតែជួបអសន្តិសុខដូច្នេះគាត់ក៏មិនអាចមិនជួយបាននោះដែរយប់នេះពួកគាត់ក៏បានអង្គុយផឹកទឹកត្នោតជូរនិយាយជំនុំគ្នាតាក់ទងទៅនឹងរឿងរ៉ាវដែលបានកើតឡើងកាលពីយប់មិញនោះហើយអ៊ំយឿនគាត់ក៏បាននិយាយការពារទៅកាន់មិត្តរបស់គាត់ដែលជាអ៊ំសែនផងដែរនៅក្រោមពន្លឺព្រះខែភ្លឺស្រាងដែលអាចមើលឃើញគ្នានោះបុរសពីរនាក់ដែលជាក្មេងពេញកម្លាំងត្រូវបានដើរយាមល្បាតនៅក្នុងភូមិដោយក្នុងដៃរបស់ពួកគេក៏ប្រដាប់ទៅដោយកាំភ្លើងគ្រប់ដៃផងដែរពេលដែលពួកគេដើរយាមល្បាតក្នុងភូមិនោះពួកគេក៏តែងតែសម្លឹងមើលទៅតាមផ្ទះរបស់អ្នកភូមិដែលយកចិត្តទុកដាក់ហើយនៅយប់នោះក៏មានតែសំឡេងឆ្កែលូត្រហឹងនិងឃើញតែពន្លឺភ្លើងចន្លុះផ្លុងរបស់ពួកគេតែប៉ុណ្ណោះខណៈពេលដែលពួកគេបានដើរល្បាតទៅដល់ចុងភូមិនោះក៏ស្រាប់តែពួកគេបានឃើញមនុស្សម្នាក់កំពុងតែឈរនៅកណ្ដាលផ្លូវចំពីមុខរបស់ពួកគេពេលនោះពួកគេពិតជាឆ្ងល់ខ្លាំងណាស់ព្រោះថាផ្ទះឈើនៅខាងចុងភូមិនេះគឺមិនមានមនុស្សរស់នៅនោះទេដោយមើលទៅស្ថានភាពមិនសូវស្រួលនោះបុរសម្នាក់នោះគេក៏បានស្រែកសួរថាណែតើឯងជាអ្នកណាបានជាយកបណ្ដាត្រៀតហើយមកឈរម្នាក់ឯងនៅកណ្ដាលផ្លូវហ្នឹងពេលនោះបុរសចំណាស់ម្នាក់ដែលបានឈរកណ្ដាលផ្លូវនោះគេក៏បានឆ្លើយតបមកកាន់ពួកគេវិញនោះដែរនៅពេលដែលពួកគេឃើញថាបុរសម្នាក់នោះគឺជាក្រហាំងនោះពេលនោះអ្នកទាំងពីរក៏បានបាញ់ក្រហាំងនោះជាច្រើនគ្រាប់ព្រមគ្នាប៉ុន្តែពេលនោះអ្វីដែលធ្វើឲ្យពួកគេកាន់តែភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺក្រហាំងមួយនេះមិនខ្លាចគ្រាប់កំភ្លើងរបស់ពួកគេនោះទេពោលគឺគ្រាប់កំភ្លើងរបស់ពួកគេមិនអាចធ្វើអ្វីក្រហាំងមួយនោះបាននោះឡើយមើលទៅក្រហាំងមួយនេះគឺពិតជាចេះនឹងមន្តអាគមគាថាមិនធម្មតានោះទេដោយហេតុតែមិនអាចធ្វើអ្វីវាបានអ្នកទាំងពីរក៏បានស្ទុះរត់ទៅក្នុងភូមិវិញប៉ុន្តែពេលនោះក្រហាំងនោះមិនបានដោះលែងពួកគេនោះទេវាក៏បានហោះស្ទុះទៅបុកបុរសម្នាក់នោះដួលទៅនឹងដីភ្លាមតែម្ដងពេលនោះក្រហាំងដ៏កាចសាហាវមួយនោះក៏បានទាញជាដំបងដែលជាអាវុធរបស់វាសំពងសម្រាប់ទៅកាន់បុរសនោះភ្លាមតែម្ដងពេលនោះគេក៏បានប្រាប់រឿងរ៉ាវដែលគេបានជួបក្រហាំងទៅកាន់អ្នករាល់គ្នាពេលដែលបានស្ដាប់ហើយពួកគាត់ក៏បានប្រមូលគ្នាទៅកន្លែងដែលស្រឡះមិនសូវជាមានមេឃឈើបាំងទៅខាងលើព្រោះថាទីនោះគឺងាយស្រួលក្នុងការមើលក្រហាំងវាហោះនៅខាងលើនោះឯងហើយពួកគាត់ក៏ប្រដាប់ទៅដោយកាំភ្លើងគ្រប់ដៃផងដែរពេលនោះពួកគាត់បានត្រៀមរួចជាស្រេចដើម្បីសម្លាប់ក្រហាំងមួយនោះ
ប៉ុន្តែពេលនោះក្រហាំងមួយនោះក៏បានហោះមកជាមួយនឹងសាកសពបុរសម្នាក់ដែលគេបានសម្លាប់នោះហើយពេលដែលពួកគាត់បានឃើញក្រហាំងនោះភ្លាមពួកគាត់ក៏បានទាញជាកំភ្លើងបាញ់ទៅកាន់ក្រហាំងនោះព្រមគ្នាតែម្ដងពេលនោះសម្លេងកំភ្លើងរបស់ពួកគាត់ក៏លាន់សម្លេងរំពងពេញទៅភូមិប៉ុន្តែមើលទៅពេលនោះក្របកំភ្លើងរបស់ពួកគាត់មិនអាចធ្វើអ្វីទៅកាន់ក្រហាំងមួយនោះបាននោះទេពេលនោះក្រហាំងមួយនោះវាក៏បានទម្លាក់សាកសពរបស់បុរសម្នាក់នោះមកក្រោមហើយពេលនោះវាក៏បានចុះមកផងដែរមើលទៅក្រហាំងមួយនេះគឺវាមានបំណងប៉ងសម្លាប់អ្នកភូមិនៅទីនេះទាំងអស់តែម្ដងឆាប់ឈប់ភ្លាមតើឯងជានរណានេះឯងមិនទាន់ត្រឡប់ទៅវិញទេអីពេលនោះដោយហេតុតែខ្លាចក្រហាំងមួយនោះវាបកត្រឡប់ទៅធ្វើបាបអ្នកភូមិខាងក្រោយវិញនោះអ៊ំសែនគាត់ក៏បានទាញយករូបសូមដែលជាមនុស្សក្រមួនរបស់គាត់ចេញមកគ្រាន់តែក្រហាំងមួយនោះបានឃើញមនុស្សក្រមួនចេញមកភ្លាមមើលទៅវាមិនបានខ្លាចរឹតអំណាចមនុស្សក្រមួននោះទេពេលនោះវាក៏បានស្ទុះហោះទៅប្រយុទ្ធជាមួយមនុស្សក្រមួននោះភ្លាមតែម្ដងពេលដែលប្រយុទ្ធគ្នាបានមួយសន្ទុះក្រហាំងមួយនោះមិនអាចទប់ទល់នឹងមនុស្សក្រមួនរបស់អ៊ំសែនបាននោះទេហើយពេលនោះមនុស្សក្រមួនរបស់អ៊ំសែនក៏បានសម្លាប់ទៅកាន់ក្រហាំងមួយនោះតែម្ដងរឿងអាគមចម្លែកគ្រូជនជាតិជាក្រហាំងក៏សូមបញ្ចប់តែត្រឹមនេះជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនបានចុះទស្សនាសូមជួយ like ជួយ Subscribe ផងអរគុណបង